Hello សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីរបៀបនៃការបណ្ដុះកូនមានអីច្រើនបងប្អូនមានតែដំបូងយើងត្រូវតែមានថែបងប្អូនត្រីដែលយើងធ្លាប់ប្រើហើយយើងត្រូវលាងសម្អាតវាឲ្យស្អាតបើអាចយើងអាចដាក់សាប៊ូហើយនឹងបាញ់ទឹកលាងនេះគឺខាងខ្ញុំគឺគោះដីចេញអស់មកបន្ទាប់មកបាញ់ទឹកលាងបន្ទាប់មកយើងចាប់ដើមចាក់ដីបណ្ដុះគឺខ្ញុំធ្វើខ្លួនឯងបងប្អូនបើចង់ដឹងពីបច្ចេកទេសអាចតាមដានវីដេអូក្រោយទៀតអំពីរបៀបនៃការធ្វើដីបណ្ដុះចឹងណាបងប្អូនហើយនេះបន្ទាប់ពីយើងដាក់ដីដាក់ឲ្យហើយយើងដាក់ត្រួតលើគ្នាយើងចាប់ដើមវាយវាឲ្យវាកត់លើគ្នាវាអត់ហាប់ណែនបងប្អូនដោយសារវាមានសកៃដោកវាមានខ្ជុំកាមច្រើនចឹងទៅពេលយើងវាយចឹងអត់ហាប់ណែនទេគ្រាន់តែឲ្យវាមានរុនសម្រាប់ដាក់គ្រាប់បណ្ដុះចឹងណាបងប្អូនកុំឲ្យយើងបាក់ដាក់ម្ដងមួយអញ្ចឹងយើងដាក់ចឹងហ្មងណាដើម្បីឲ្យវាចេញរុនសម្រាប់ដាក់គ្រាប់ចាប់ដើមដាក់ដីហើយយើងវាយចឹងបងប្អូនបន្ទាប់មកនេះគឺយើងចាប់ដើមដាក់គ្រាប់ពូជគឺវាមានរុនអញ្ចឹងបងប្អូនដល់ពេលយើងវាយមិញណាហើយវីដេអូយើងមានប៉ុណ្ណឹងបងប្អូនចង់ដឹងពីរបៀបនៃការថែទាំចាំមើលវីដេអូក្រោយអរគុណជំរាបលា